ជីវិតជាប់គាំងមិនមែនមកពីសំណាងអាក្រក់នោះទេប៉ុន្តែវាបណ្ដាលមកពីផ្នត់គំនិតដែលយើងគ្រប់គ្នាមើលរំលងតើអ្នកដឹងទេថាអ្វីដែលរារាំងអ្នកមិនឲ្យទៅមុខបានវាមិនមែនជាសមត្ថភាពទាំងស្រុងទេតែគឺជាផ្នត់គំនិតរបស់យើងហើយថ្ងៃនេះខ្ញុំនឹងចែករំលែកពីផ្នត់គំនិតដែលខ្ញុំយល់ថាវាអាចរាំងស្ទះនៅដំណើរជីវិតរបស់យើងខ្ញុំបានសម្រិតសម្រាំងចំនួន4ចំណុចវាសុទ្ធសឹងតែជាផ្នត់គំនិតដែលឲ្យយើងគាំងមិនអាចធ្វើអ្វីបានហើយយើងមានឆ្ងល់ក្នុងចិត្តខ្លួនឯងមករហូតយើងតែងតែបន្ទោសនៅរឿងជាច្រើនប៉ុន្តែមិនដែលបន្ទោសផ្នត់គំនិតខ្លួនឯងទេខ្ញុំចាប់ផ្ដើមនិយាយអំពីចំណុចទី1គឺផ្នត់គំនិតរងចាំយើងដែលធ្លាប់ស្ដាប់ពីពាក្យដែលចេញពីក្នុងចិត្តរបស់យើងហើយវាបន្លឺឡើងថាស្អែកចាំចាប់ផ្ដើមធ្វើវាម្ដងទៀតឬក៏ស្អែកចាំចាប់ផ្ដើមធ្វើវាទៅនោះហើយគឺជាស្ថានភាពផ្លូវចិត្តមួយដែលបុគ្គលម្នាក់ៗតែងតែពន្យាពេលឬមិនព្រមចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចគោលដៅដោយសារតែពួកយើងរងចាំពេលវេលាណាមួយដែលឥតខ្ចោះទើបចាប់ផ្ដើមធ្វើឱកាសល្អបំផុតឬរងចាំឲ្យមានកត្តាខាងក្រៅមកជួយជំរុញយើងបើយើងនៅតែមានផ្នត់គំនិតបែបនេះយើងនៅតែរស់នៅក្នុងភាពស្រមើស្រមៃអំពីអនាគតប៉ុន្តែមិនបានកសាងនៅក្នុងបច្ចុប្បន្ននោះទេសញ្ញាសម្គាល់នឹងផលប៉ះពាល់ជាច្រើននៃផ្នត់គំនិតរងចាំយើងនឹងគិតច្រើនជាងធ្វើហើយយើងចំណាយពេលរៀបចំផែនការរាប់ឆ្នាំប៉ុន្តែមិនដែលបោះជំហានសូម្បីតែមួយជំហានទៅមុខមួយទៀតខ្លាចការខុសឆ្គងរងចាំរហូតដល់ខ្លួនឯងចេះសពគ្រប់ទើបហ៊ានសាកល្បងដែលជាហេតុធ្វើឲ្យបាត់បង់ឱកាសពិតប្រាកដក្នុងការរៀនសូត្រអីថ្មីឬក៏រៀនសូត្រពីកំហុសជីវិតស្ថិតនៅក្នុងភាពនឹងត្រឹងមែនទែនពេលវេលាកន្លងផុតទៅយ៉ាងលឿនប៉ុន្តែប្រើជីវិតនឹងការធ្វើការងារដដែលព្រោះគ្មានសកម្មភាពជាក់ស្ដែងឥឡូវខ្ញុំលើកពីឧទាហរណ៍សាមញ្ញមួយរឿងរៀបចំទុកដាក់ដូចជាបន្ទប់ឬក៏តុធ្វើការវាមានភាពញ៉ៃញ៉ៃខ្លាំងមើលទៅខ្ជិលរៀបចំហើយយើងតែចាំថាចាំមើលដល់ថ្ងៃច័ន្ទចាំមើលស្អែកចាំរៀបចំវាលទ្ធផលគឺថ្ងៃច័ន្ទរហូតហើយយើងតែងតែរលេះពជាពេលបន្តបន្ទាប់ទៀតខ្ញុំមានច្បាប់មួយចែករំលែកទៅអ្នកទាំងអស់គ្នាគឺច្បាប់5នាទីហើយច្បាប់5នាទីនេះវាមានប្រសិទ្ធភាពមែនសម្រាប់ខ្ញុំក្នុងការកែប្រែទម្លាប់កែប្រែផ្នត់គំនិតមួយហ្នឹងហើយច្បាប់5នាទីនេះសោតវាបានផ្លាស់ប្ដូរខ្ញុំបានច្រើនមែនតើយើងអាចនិយាយបានថានិយាយប្រាប់ខ្លួនឯងណាយើងថាតោះចាំការទៀតធ្វើរឿងហ្នឹងតែ5នាទីឯងរៀបចំតម្រង់សភៅរៀបចំសម្រាមណាដែលមិនចាំបាច់យើងយកទៅបោះចោលនៅក្នុងធុងសម្រាមទៅហើយជូតតុជូតអីបន្តិចទៅអាហ្នឹងយើងអាចចំណាយពេលច្រើនទេត្រឹមតែ5នាទីហើយជាលទ្ធផលខ្ញុំទទួលបានតុមួយដែលមានរបៀបរៀបរយហើយមានអារម្មណ៍ក្នុងការរៀនឬក៏ធ្វើការបន្តទៀតតើមានកិច្ចការអ្វីមួយដែលអ្នកកំពុងតែចង់ធ្វើថ្ងៃនេះប៉ុន្តែនៅពន្យាពេលដែរទេអាចសាកល្បងនៅច្បាប់5នាទីនេះបានឥឡូវយើងចូលដល់ចំណុចទី2គឺផ្នត់គំនិតផ្ដោតតែទៅលើបញ្ហាយើងចំណាយពេលស្ដាយក្រោយបន្ទោសកំហុសនិងគិតតែពីទំហំនៃផលវិបាកឧទាហរណ៍ថាដូចជាយើងនិយាយដាក់ខ្លួនឯងថាហេតុអីបានជាអាទិត្យហ្នឹងធ្វើការងារអីក៏មិនចាញ់ដែរហើយការងាររាំងស្ទះទាំងអស់ចឹងបើដឹងអញ្ចឹងអត់ធ្វើទេយើងអនុញ្ញាតឲ្យគំនិតជនរងគ្រោះគ្រប់គ្រងជីវិតរបស់យើងហើយដរាបណាអ្នកនៅតែយកហេតុផលដោយសារតែរឿងនេះដោយសារតែរឿងនោះអ្នកនឹងគ្មានថ្ងៃរកឃើញដំណោះស្រាយឡើយដូចនេះការចាប់ផ្ដើមទទួលខុសត្រូវលើខ្លួនឯងគឺជាកូនសោរតែមួយគត់ដែលនាំយើងទៅរកច្រកចេញបានចំណុចបន្ទាប់ចំណុចទី3គឺផ្នត់គំនិតចង្អៀតចង្អល់ប្រកាន់ខ្ជាប់តែគំនិតខ្លួនឯងមិនទទួលយកការផ្លាស់ប្ដូរឬក៏ណែនាំពីអ្នកដទៃអាចថាពេលខ្លះតែងតែនិយាយលើកឡើងមកនិយាយថាខ្ញុំធ្វើការនេះតាមរបៀបហ្នឹង5ទៅ10ឆ្នាំមកហើយមិនបាច់មកបង្រៀនខ្ញុំតាមវិធីថ្មីនេះខ្ញុំអត់ចង់ស្ដាប់ទេហើយនេះហើយជាសញ្ញាសម្គាល់ខ្លះដែលខ្ញុំនឹងលើកឡើងផ្នត់គំនិតចង្អៀតចង្អល់ហ្នឹងគឺមានគេហៅថាមានអាការៈអីខ្លះអញ្ចឹងផ្នត់គំនិតបែបនេះគឺយើងតែងតែចូលចិត្តប្រកែកយកឈ្នះជាជាងស្ដាប់ហើយស្ដាប់ដើម្បីយល់អាហ្នឹងគឺកាលនៅពេលដែលយើងពិភាក្សារឿងការងារ
ហើយអត់សូវចូលចិត្តស្ដាប់គេទេចូលចិត្តតែរកចន្លោះប្រហោងណាមួយចាប់កំហុសគេវិញហើយប្រកែកយកតែមកឈ្នះតែម្ដងអត់ព្រមរៀនសូត្រនៅគណិតថ្មីទេហើយមួយទៀតនោះគឺខ្លាចការផ្លាស់ប្ដូរអត់ហ៊ានផ្លាស់ប្ដូរអីថ្មីទេប្រកាន់ខ្ជាប់តែរបៀបធ្វើការចាស់គេហៅតែចាស់កម្រិលណាទោះមានបច្ចេកទេសថ្មីមានវិធីសាស្ត្រថ្មីក៏នៅតែចំណាយពេលធ្វើរឿងដដែលចាស់ដដែលណាដែលវាមានប្រសិទ្ធភាពអន់ថយហើយវាអត់បានជួយពន្លឿនការងារយើងទីបំផុតយើងមកដល់ចំណុចទី4ហើយតែនិយាយអំពីផ្នត់គំនិតចាំទទួលផលសិនចាំធ្វើវាយើងធ្លាប់ទម្លាប់ទទួលបានអ្វីភ្លាមមិនសូវទម្លាប់រងចាំដែលនោះធ្វើឲ្យយើងឆាប់បាក់ទឹកចិត្តនៅពេលដែលមិនឃើញលទ្ធផលក្នុងរយៈពេលខ្លីអាចថាជួនកាលយើងបោះបង់កិច្ចការធំគ្រាន់តែមិនទាន់ឃើញផលក្នុងខែដំបូងឬក៏អាទិត្យដំបូងនេះក៏អាចចាត់ទុកថាជាកំហុសមួយដែរព្រោះលទ្ធផលល្អពិតប្រាកដវាទាមទារយើងអត់ធ្មត់និងប្រឹងប្រែងមួយវិញទៀតហេតុអ្វីបានជាផ្នត់គំនិតនេះគេហៅវាថាជាអន្តៈវារារាំងភាពរីកចម្រើនរបស់យើងមានពំណូលមួយគេពោលថានៅក្នុងច្បាប់ធម្មជាតិឬក៏ហៅថាច្បាប់ជោគជ័យនៃជីវិតការដាំដុះត្រូវដើរមុនការប្រមូលផលជានិច្ចអ្នកមិនអាចយកខ្លួនទៅឈរនៅមុខចង្ក្រានហើយរួចស្រែកប្រាប់ចង្ក្រានថាអូយខ្ញុំត្រូវការកម្ដៅសិនចាំដាក់អុសឬក៏បកាត់ភ្លើងតាមក្រោយឯងអញ្ចឹងហើយបើសិនជាយើងនៅតែប្រកាន់ផ្នត់គំនិតបែបហ្នឹងចាំបានផលសិនចាំធ្វើឲ្យយើងបាត់បង់ឱកាសធំព្រោះនៅលើโลกនេះគ្មាននរណាគេហ៊ានផ្ដល់រង្វាន់ផ្ដល់អត្ថប្រយោជន៍ឲ្យមនុស្សដែលមិនទាន់បង្ហាញសមត្ថភាពឬតម្លៃខ្លួនឯងនោះទេដាំគ្រាប់ពូជសិនចាំប្រមូលផលជាចុងក្រោយមានតែពាក្យមួយថាផ្លាស់ប្ដូរគំនិតជីវិតនឹងផ្លាស់ប្ដូរជួបគ្នានៅក្នុងវីដេអូក្រោយ